នៃការយើងគ្រាន់តែយកតម្លៃលេខហ្នឹងយកមករីក្នុងតារាងខ្ទង់របស់យើងនេះមកបាទសួស្តីនៅក្នុងវីដេអូនេះយើងមករៀនអំពីរបៀបក្នុងការអាននិងសរសេរអំពីចំនួនរៀននេះដែរគឺស្ថិតនៅក្នុងកម្រិតថ្នាក់ទី6ហើយថ្នាក់ទី5ទី4ក៏អាចរៀនបានដែរគឺលំនាំធ្វើដូចគ្នាទេបាទអញ្ចឹងយើងដឹងហើយរបៀបក្នុងការអានយើងអាចអានបានពីរបែបគឺអានតាមខ្ទង់និងអានតាមថ្នាក់អញ្ចឹងនេះជាលំហាត់របស់យើងមុននឹងឈានដល់ការអានតាមខ្ទង់តាមថ្នាក់យើងត្រូវស្គាល់អំពីខ្ទង់មួយចំនួនជាតារាងរបស់យើងគឺគឺមានចំនួន7ខ្នាតបាទដែលតូចជាងគេគឺខ្ទង់រីតមកខ្ទង់10 100ខ្ទង់ពាន់ខ្ទង់ម៉ឺនខ្ទង់សែននិងខ្ទង់លានអញ្ចឹងខ្ទង់គឺមានចំនួន7ខ្ទង់នេះបាទហើយថ្នាក់ថ្នាក់គឺមាន3ថ្នាក់គឺថ្នាក់តូចជាងគេគឺថ្នាក់ឯកតាថ្នាក់ពាន់និងថ្នាក់លានហើយក្នុងថ្នាក់ឯកតានេះគឺមានខ្ទង់ចំនួន3ថ្នាក់ពាន់នេះក៏មានខ្ទង់ចំនួន3ខ្ទង់ដែរចំណែកថ្នាក់លានគឺមានតែ1ខ្ទង់ទេគឺខ្ទង់លានបាទឥឡូវយើងចូលទៅដល់អក្សរករបស់យើងគឺបាទដំបូងយើងអានតាមខ្ទង់សិនរបៀបនៃការយើងគ្រាន់តែយកតម្លៃលេខហ្នឹងយកមករីក្នុងតារាងខ្ទង់របស់យើងនេះបាទអញ្ចឹងលេខ2គឺនៅខ្ទង់រាយបាទលេខ0លេខ1ខ្ទង់100 3ខ្ទង់ពាន់4 2ហើយ125នេះគឺនៅខ្ទង់លានបាទអញ្ចឹងរបៀបរាប់ពីខ្ទង់ដែលតូចជាងគេមកមុនប៉ុន្តែពេលដែលអានគឺអានពីខ្ទង់ដែលមានតម្លៃធំជាងគេមុនធំគឺខ្ទង់លាននេះហើយអញ្ចឹងយើងអត់តន់មើលឥឡូវនេះទេគឺយើងមើលខ្ទង់នេះសិនបាទអញ្ចឹងលេខ3ខ្ទង់នេះបាទនេះ3ខ្ទង់នេះបើវានៅខាងក្រៅយើងប្រកាសជាអានថា125អញ្ចឹងដូចគ្នាដែរពេលដែលអានគឺយើងអានថា125គ្រាន់តែបន្ថែមពាក្យលានដោយសារលេខហ្នឹងគឺស្ថិតនៅខ្ទង់លានអញ្ចឹងយើងអានថា125លាន243,102មិនបាច់អាន0នេះបានដែរគឺ102បាទនេះគឺជារបៀបពិសេសបាទអានតាមខ្ទង់គឺ125លាន243,102បាទបន្តមកទៀតយើងអានតាមថ្នាក់អញ្ចឹងដូចគ្នាដែរពេលដែលអានតាមថ្នាក់គឺយើងបិទតារាងលេខតាមខ្ទង់នេះគឺយើងអានមានតែ3ថ្នាក់ទេអញ្ចឹងចំណាំថានៅពេលដែលអានគឺយើងអាន3ខ្ទង់បាទព្រោះថ្នាក់ឯកតានេះមានខ្ទង់ចំនួន3បាទរាយ10%នេះហើយថ្នាក់ពាន់នេះគឺដែរពាន់ម៉ឺនសែនពេលដែលអានគឺយើងអានអញ្ចឹងថ្នាក់លានគឺអានដូចទៅនឹងតាមខ្ទង់ដែរបាទគឺយើងអានថា125លានខុសកន្លែងយើងអានអត់មានបញ្ចេញខ្ទង់សែនខ្ទង់ម៉ឺនអីទេគឺយើងអានថា243,000អញ្ចឹងយើងថែមពាក្យពាន់មក243,102អញ្ចឹងយើងសង្កេតឃើញថារបៀបនៃការអានគឺខុសតែកណ្ដាលនេះទេបាទខាងដើមនិងខាងចុងគឺយើងអានដូចគ្នាទៅនឹងការអានតាមខ្ទង់ដែរបាទអញ្ចឹងយើងពិនិត្យមើលទៅគឺយើងអានថា125លាន243,000បាទ243,102ជាខាងក្រោយនេះគឺអាន102ធម្មតាទេបាទហើយអក្សរខនេះគឺបាទ3ខាងមុខនេះពេលដែលសរសេរក្នុងតារាងគឺយើងអានថា248លានបាទព្រោះវានៅក្នុងខ្ទង់លានបាទ3ខ្ទង់នេះគឺនៅក្នុងលាន248លានបាទនេះ248លានបន្ទាប់ពីខ្ទង់លានមកគឺខ្ទង់សែន180,000បាទ80000អញ្ចឹង00នេះយើងមិនចាំបាច់អានក៏បានដែរគឺអាន35បន្តមកទៀតយើងអានតាមថ្នាក់អញ្ចឹងអា3ខ្ទង់ខាងមុខនេះគឺយើងអានដូចគ្នាទេបាទ248លាន180,035 180,035បាទអរគុណសម្រាប់ការទស្សនាបើពេញចិត្តកុំភ្លេចជួយចុច Subscribe Like និង Share ផងអរគុណជួបគ្នាក្នុងវីដេអូក្រោយ